បងប្អូនកាលពីម្សិលមិញសារព័ត៌មានច្រើនណាស់សារព័ត៌មានរបស់ថៃនោះព្រោះសារព័ត៌មានរបស់ថៃតាំងតែពីខាងដើមមកហ្មងមកដល់ឥឡូវហ្នឹងគឺគាត់អត់ធ្វើអីទេគាត់ពំវក់តែប្រជាជនរបស់គាត់ឲ្យយល់ឃើញឲ្យគិតតាមអ្វីដែលពួកគាត់ចង់ឲ្យគេយល់ចង់ឲ្យគេគិតតែប៉ុណ្្នឹងទេទោះបីជារឿងហ្នឹងមិនមែនជាការពិតក៏ដោយហើយម្សិលមិញម្សិលមួយថ្ងៃនេះមានព័ត៌មានមួយតាក់ទងជាមួយនឹងគេចោទថាប្រជាជនខ្មែរយើងនេះនៅស្រុកថៃគាត់ចូលលួចមាសគេនៅហាងមាសមួយកន្លែងមិនត្រឹមតែប៉ុណ្្នឹងទេបងប្អូនចំណុចនេះវាមិនទាន់ធ្ងន់ធ្ងរខ្លាំងទេប៉ុន្តែអ្វីដែលធ្ងន់ធ្ងរខ្លាំងគឺថាគេលាបពណ៌នឹងចោទប្រកាន់កម្ពុជានៅក្នុងទម្រង់មួយថាជនជាតិខ្មែរយើងម្នាក់ហ្នឹងដែលជាបរិសុទ្ធហ្នឹងអត់ចង់មកខ្មែរទេព្រោះជាពាក់លុយគេច្រើនហើយគេគំរាមកំហែងអីចឹងទៅអត់មានលុយសងគេហើយគាត់អត់មានសាច់ញាតិទេគាត់ក៏មិនចង់មកមានគ្រួសារអីនៅស្រុកខ្មែរដែរចង់នៅស្រុកថៃអីចឹងទៅបងប្អូនកន្លែងនេះខ្ញុំអាចយល់ឃើញអញ្ចេះទី1គេធ្វើស៊ីយើងដោយគេអាចនឹងបង្កើតសាច់រឿងមួយហ្នឹងជាមួយនឹងបងប្អូនខ្មែរយើងនៅស្រុកថៃអីចឹងទៅគេឲ្យសម្ដែងឈុតឆាកមួយឈុតចឹងទៅគេបង្កើតសាច់រឿងមួយមកដើម្បីវាយកម្ពុជានៅលើឆាកអន្តរជាតិថាប្រជាជនកម្ពុជាហ្នឹងគឺជាប្រជាជនដែលមិនមានភាពស្មោះត្រង់ជាប្រជាជនដែលចូលចិត្តលួចឆក់ប្លន់ហើយប្រទេសកម្ពុជាហ្នឹងគឺជាប្រទេសដែលមិនល្អទៅប្រជាជនរបស់ខ្លួនមិនព្រមមករស់នៅប្រទេសកំណើតរបស់ខ្លួនវិញលាក់នឹងលាក់អីចឹងទៅវាមានច្រើនទម្រង់ណាស់ប៉ុន្តែបងប្អូនត្រូវចាំណាស្រុកថៃគាត់មិនដែលនិយាយអ្វីជាការពិតទេគាត់បង្កើតរឿងគាត់បន្លំសាច់រឿងហើយពំពួកប្រជាជនរបស់គាត់កន្លែងនេះវាគឺជារឿងដ៏គួរឲ្យសោកស្ដាយបំផុតវាគឺជារឿងដ៏គួរឲ្យសោកស្ដាយហេតុអីបានខ្ញុំនិយាយអញ្ចឹងតាំងតែពីដើមមកគាត់សរសេរប្រវត្តិសាស្ត្រក៏ដោយសៀវភៅអ្វីដែលគាត់សរសេរចេញមកពីអ្នកនិពន្ធអ្នកប្រាជ្ញរបស់គាត់ចេះដឹងប៉ុណ្ណាក៏ដោយគាត់និយាយល្អយកតែខ្លួនឯងទេកម្ពុជាអាក្រក់រហូតតែសំណួរសួរថាពីដើមឡើយនោះមុនសតវត្សទី13នោះប្រទេសថៃនៅឯណាមិនក៏គាត់មិនមើលឃើញចំណុចហ្នឹងគាត់មើលឃើញប៉ុន្តែមិនបានគាត់កែប្រែប្រវត្តិសាស្ត្រគាត់ចង់ឲ្យពិភពលោកយល់រឿងមួយថាកម្ពុជាទេជាអ្នកលួចទឹកដីគាត់មិនមែនគាត់លួចទឹកដីកម្ពុជាទេតែការពិតវាមិនអាចកែប្រែបានទេវាមិនអាចកែប្រែបានទេព្រោះមុនសតវត្សទី13ថៃមិនដឹងនៅណាប៉ុណ្ណឹងវាអត់មានផែនទីប្រទេសថៃទេអញ្ចឹងកន្លែងនេះពិភពលោកជាពិសេសប្រវត្តិវិទូគេដឹងច្បាស់ណាស់អ្នកឯងចង់ភូតភរកុហកបោកប្រាស់យ៉ាងម៉េចក៏មិនអាចលាក់បាំងការពិតបានដែរចំណុចមួយហើយចំណុចទី2អ្នកមិនអាចចេះតែបង្កើតសាច់រឿងដើម្បីមួលបង្កាច់កម្ពុជានៅលើឆាកអន្តរជាតិទេឥឡូវនេះបណ្ដាញសង្គមធំទូលាយណាស់អ្នកមិនអាចបិទសម្លេងកម្ពុជាមិនឲ្យស្រែកមិនឲ្យអន្តរជាតិឮដូចពីមុនទៀតទេឥឡូវនេះកម្ពុជាមានសម្លេងដែលអាចធ្វើឲ្យគេឮគេស្ដាប់គេដឹងគេយល់អំពីសាច់រឿងពិតបានដោយមិនចាំបាច់ពឹងអ្នកឯងឬក៏មិនចាំបាច់ថាទាល់តែថៃបើកឱកាសទៅកម្ពុជាមានសម្លេងអត់ទេឥឡូវនេះកម្ពុជាអាចស្រែកទៅកាន់អន្តរជាតិបានដោយខ្លួនឯងយើងអត់ចាំបាច់ពឹងអ្នកណាទេអញ្ចឹងកម្ពុជាឥឡូវអត់ដូចកម្ពុជាពីមុនទេគឺយើងចាប់ផ្ដើមមានការវិវត្តច្រើនណាស់យើងចាប់ផ្ដើមមានសម្លេងច្រើនណាស់នៅលើឆាកអន្តរជាតិហើយសមត្ថភាពយុវជនយើងពលរដ្ឋយើងប្រទេសជាតិយើងឥឡូវនេះក៏មិនដូចពីមុនដែរយើងអត់រស់ពឹងថៃទៀតទេយើងឃើញថាការបិទច្រកព្រំដែនរយៈពេលប្រហែលខែមកនេះសេដ្ឋកិច្ចកម្ពុជាកំពុងតែរីកចម្រើនខ្លាំងមែនទែនហើយបងប្អូនសួរថារីកចម្រើនស្អីបើខ្ញុំនៅក្រណដែលបងប្អូនអាជីវកម្មខ្នាតតូចនិងមធ្យមរបស់កម្ពុជាកំពុងតែរីកចម្រើនតាមរយៈនៃការគាំទ្រផលិតផលខ្មែរផលិតផលក្នុងស្រុកផលិតផលកូនខ្មែរហើយនេះគឺជាការបោះជំហានមួយដ៏ល្អសម្រាប់សេដ្ឋកិច្ចកម្ពុជាហើយខ្ញុំនៅតែសង្ឃឹមថាបងប្អូននឹងនៅតែបន្តគាំទ្រផលិតផលក្នុងស្រុកដើម្បីជួយសេដ្ឋកិច្ចជាតិប្រើប្រាស់ផលិតផលខ្មែរជួយលើកស្ទួយសេដ្ឋកិច្ចជាតិជួយឲ្យបងប្អូនប្រជាជនខ្មែរយើងនេះមិនចាំបាច់ធ្វើការចំណាក់ស្រុកទៅកាន់ប្រទេសជិតខាងឬក៏ក្រៅប្រទេសដើម្បីរកការងារធ្វើទេព្រោះនៅក្នុងស្រុកមានការងារធ្វើប្រាក់ខែល្អយើងស្រួលជាងទៅធ្វើការងារនៅស្រុកគេអរគុណបងប្អូនជម្រាបលា